សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាជាមើលបន្ទាប់ពីឃើញវីដេអូពាក្យសម្ដីប្រយុទ្ធច័ន្ទអូចានិយាយបែបនេះប្រសិនណាជាប្រជាពលរដ្ឋថៃធ្វើបានហើយប្រយុទ្ធច័ន្ទអូចាឡើងជានាយករដ្ឋមន្ត្រីវិញចាំមើលសំរងស៊ីគេចេញមកថាមេតបគួរតែធ្វើរដ្ឋប្រហារដើម្បីបានអំណាចអីចេះទៀតណាគេបំផុសបំផុលមេតបកម្ពុជាមេតបខ្មែរយើងឲ្យធ្វើចេះធ្វើចោកយ៉ាងទៀតពួកអាក្បត់ជាតិអស់នេះខ្ញុំកោតអត់ចេះអស់រឿងមានរឿងគ្រប់យ៉ាងមានរឿងគ្រប់ពេលឲ្យតែគេឃើញស្អីគេចាប់ដើមទាញប្រជាប្រិយភាពពីគេឃើញគេនិយាយមកផ្ដួលរំលំបាតកម្មទម្លាក់នាយករដ្ឋមន្ត្រីចង់បាត់ឲ្យបាតកម្មធ្វើទម្លាក់អញ្ចឹងដូចគេដែរចាំមើលប្រយុទ្ធច័ន្ទអូចាធ្វើបានសំរងស៊ីនិយាយអញ្ចឹងទៀតអាតោងកតុយក្បិនគេអាតោងប្រជាប្រិយភាពពីគេ